គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2សម្រាប់ការសាងសង់បាន 40% គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ 860 លានម៉ែត្រគូប និងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយក្នុងឃុំរកាតស្រុកភ្នំប្រវែងខេត្តពោធិ៍សាត់ទំនប់អាងទឹកលេខ2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមានទី1អាចស្តុកទឹកបាន 860 លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីចំនួន 262,500 ហិកតាដែលនឹងផ្ដល់ការប្រើប្រាស់គ្រប់គ្រាន់ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននូវការជន់លិចលង់នៅខេត្តខាងក្រោយទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3បញ្ជាបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់និងទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលក៏ត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះសម្រេចបានប្រមាណ 40% ដោយចាប់ផ្ដើមអភិវឌ្ឍក្នុងខែមករាឆ្នាំ2025ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027